bạnថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយទៀតមកចែកជូនជាមួយបងប្អូនពាក់ព័ន្ធជាមួយនឹងប្រភេទលុយខ្លាំងខ្លាយតែពិតលុយនេះវាស្លឹកលុយវាលុយពិតទេប៉ុន្តែគាត់ថាវាកែច្នៃដែល NBC គាត់សន្មតថាជាប្រភេទលុយខ្លាំងខ្លាយលុយខ្លាំងខ្លាយនេះដែលគាត់បោះត្រាលើលុយហ្នឹងគេគាត់ដាក់ថាប្រាក់ខ្លាំងខ្លាយអញ្ចឹងណាហើយចំណុចដែលគាត់សន្មតថាលុយខ្លាំងខ្លាយគឺនៅផ្នែកខាងឆ្វេងនេះកន្លែងទឹកប្រាក់នេះគឺជាប្រភេទដែលឆ្កឹះយកមកបិទណាឃើញនេះគាត់ឆ្កឹះយកមកបិទនេះអូខេមើលទៅឃើញមានប្រហោងចេះឃើញមានជាចំណែកចេះហេដូចគ្នាខាងនេះដូចគ្នាអញ្ចឹងកន្លែងហ្នឹងគឺយកមកបិទសិតសានេះដែលយើងមើលទៅនេះឃើញនេះឃើញស្នាមបិទពេលដែលយើងឆ្លោះមួយភ្លើងហ្នឹងទៅបានឃើញស្នាមបិទអញ្ចឹងខាងក្រៅដូចគ្នាយើងមើលឃើញដូចគ្នាមើលឃើញស្នាមបិទនេះអញ្ចឹងគឺ NBC ធនាគារជាតិគឺសន្មតថាវាជាប្រភេទលុយខ្លាំងខ្លាយដែលយើងមើលជាក់ស្ដែងទៅស្លឹកវាលុយពិតហ្នឹងហើយដែលយើងអត់ដឹងយើងគិតថាវាជាប្រភេទលុយកែច្នៃវាមិនដល់ថ្នាក់ខ្លាយអញ្ចឹងព្រោះដោយសារវាជាផ្នែកមួយដែលយកមកកាសយកមកបិទនេះទឹកប្រាក់នេះគឺយកមកបិទពីលើលុយហ្នឹងណាវាមិនដឹងថាស្លឹកហ្នឹងដំបងឡើយវាបែបមិនអញ្ចឹងណាយើងអត់ដឹងដែរប៉ុន្តែចំពោះលក្ខខណ្ឌផ្សេងដែលខ្ញុំរៀបរាប់ខាងដើមហ្នឹងគឺជាមួយនឹងម៉ាស៊ីន Newton 30ហើយនឹង Newton 3ក៏ដូចជា model ផ្សេងគឺអាចធ្វើបានហើយវា detect បានហើយវាចាប់បាន 100% អញ្ចឹងណាអញ្ចឹងសរុបមកវិញពាក់ព័ន្ធជាមួយនឹងចំណុចដែលរៀបរាប់តាំងប្រមាណនេះគឺធនាគារជាតិគាត់សន្មតថាជាប្រភេទលុយខ្លាំងខ្លាយអញ្ចឹងណាយើងអាចចាយបាននេះអញ្ចឹងយើងធ្វើការអភិវឌ្ឍជាមួយនឹងmodel ទាំងប្រមាណដែលខាងសាងមក supply ហ្នឹងគឺវាអាច detect វាអាចចាប់ទៅលើប្រភេទกระดาษប្រាក់បែបហ្នឹងអញ្ចឹងណាចាំមើលខ្ញុំតេស្តជាក់ស្ដែងជាមួយនឹងលុយពិតអញ្ចឹងខ្ញុំបញ្ជាក់ជាមួយលុយពិតឥឡូវយើងខំប្រែគ្នាត្រង់ចំណុចទៅហ្នឹងពេលដែលយើងឆ្លោះមើលជាមួយនឹងភ្លើងអាលុយខ្លាំងខ្លាយវាឃើញស្នាមបើលុយពិតយើងអត់ទេឃើញលុយពិតយើងគឺអត់មានស្នាមកន្លែងប៉ុណ្ណឹងគឺសាច់តែមួយតែលុយខ្លាំងខ្លាយនេះគឺវាមានស្នាមធ្នេរវាក្នុងការកាត់បិទភ្ជាប់ជាមួយនឹងផ្នែកនៃទឹកប្រាក់នេះអញ្ចឹងណាអូខេអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងធ្វើការពិសោធន៍ធ្វើការតេស្តជាមួយនឹងស៊ីន2 model នេះហ្នឹងហើយអញ្ចឹងខ្ញុំដាក់กระดาษប្រាក់ហ្នឹងចូលទៅក្នុងដុំក្នុងបាច់ដែលលុយពិតហ្នឹងហើយធ្វើការចាក់តេស្តសាកល្បងអញ្ចឹងយើងឃើញថាវានឹងធ្លាក់ចូលទៅជីកប៉ុន្តែវាអាចមានលុយពិតតែនៅមានច្បាប់ទៅចេះអូខេខ្ញុំធ្វើការចាក់បន្តអញ្ចឹងលុយពិតវានឹងធ្លាក់មកខាងក្រោមយើងចាក់ម្ដងពីរដងវានឹងធ្លាក់ប៉ុន្តែដោយឡែកលុយខ្លាំងខ្លាយគឺវាអត់ធ្លាក់ទេអញ្ចឹងណាលុយហ្នឹងគឺយើងចាក់ប្រហែលដងប្រហែលសាយគឺវានៅតែអត់ធ្លាក់ដែរអញ្ចឹងខ្ញុំតេស្តបន្តទៀតយើងចាក់បន្តទៀតវានឹងចាប់អញ្ចឹងវាអាចធ្លាក់មកទេនេះជាមួយនឹងការតេស្តជាមួយនឹង model Newton 30អញ្ចឹងយើងធ្វើការចាក់ប្រមាណដងក៏វាអត់ធ្លាក់ដែរហើយបន្ទាប់ទៅនេះខ្ញុំធ្វើការតេស្តជាមួយនឹង model Newton 3ប្រភេទ2កប៉ាវអញ្ចឹងណា2កប៉ាវនេះគឺសមត្ថភាពវាគឺតែមួយឯពីរហ្នឹងអញ្ចឹងគាត់ថា1 2កប៉ាវ1 3កប៉ាវអូខេអញ្ចឹងធ្វើការចាក់តេស្តដូចគ្នាអញ្ចឹងគឺវាអត់ធ្លាក់ទេ
ជាមួយនឹងប្រភេទលុយបែបហ្នឹងអញ្ចឹងណាចាក់ប្រហែលដងគឺវាអត់អាសប់ដែរពេលនឹងចាប់នឹងបច្ចេកជាប្រភេទលុយខ្លាំងឆ្លាយបែបនេះវាមិនមែនជាសាច់មួយជាបំណែកតែយើងឆ្កឹះយកមកបិទឆ្កឹះបិទចឹងហើយខ្ញុំបញ្ជាក់ផងដែរមានចំពោះ software ហ្នឹងគឺវា detect ទៅប្រភេទលុយពិតទេប៉ុន្តែគាត់ថាវាបាត់បង់ material របស់វានេះឃើញទេនេះវាលែងមានណាវាលែងមានឡើងទឹកប្រាក់ហ្នឹងក៏វា detect ឲ្យដែរអញ្ចឹងណាវានឹងចាប់ឲ្យនេះឃើញទេលុយបែបនេះវានឹងចាប់នឹងករណីយើងចង់ឲ្យវាអត់ចាប់ជាមួយនឹងចំណុចនេះក៏បានប៉ុន្តែគាត់ថាជា default software គឺវានឹងចាប់ detect ទៅលើប្រភេទលុយបែបហ្នឹងអញ្ចឹងណាព្រោះអានេះវាจะទុកថាលុយដែលវាបាត់បង់ជាមួយនឹង material របស់វាព្រោះផ្នែកនេះក៏ជាផ្នែកមួយដែលជា material ដែលត្រូវដែល check ដែរអញ្ចឹងណាព្រោះចូលលក្ខណៈបែបនេះគឺវាបាត់បង់ទ្រង់ទ្រាយដើមមកវាសក់អស់អញ្ចឹងប៉ុន្តែចំពោះនឹង software ហ្នឹងក៏យើងអាច adjustment កុំឲ្យវាចាប់ថងចំណុចទៅហ្នឹងក៏បានហើយតែវានឹងចាប់ប្រភេទលុយបែបហ្នឹងគឺលក្ខខណ្ឌវាអត់គ្រប់គ្រាន់អញ្ចឹងវាត្រូវម៉ាស៊ីនវាត្រូវចាប់អញ្ចឹងវាធ្វើការបាទ3ស្លឹកហ្នឹងគឺវាច្បាស់ដឹងទៅចាប់អញ្ចឹងព្រោះដោយសារវា material វាអត់គ្រប់គ្រាន់ហ្នឹងអញ្ចឹងសរុបមកជាមួយនឹង software ថ្មីហ្នឹងគឺវាចាប់ទៅលើប្រភេទលុយคล้ายៗបែបនេះហើយនឹងប្រភេទលុយដែលវាស្ទើរបែបនេះអូខេចឹងវីដេអូដែលខ្ញុំធ្វើការបង្ហាញគឺមានតែប៉ុណ្ណឹងអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ